គុណសន្តិភាពជាជោគជាលាភនៃជាតិថែមរាទូទាំងរដ្ឋាបំផុងចលនាការពារឲ្យបានផ្សព្វផ្សាយបន្តអគុណសន្តិភាពជ្រាបគ្រប់ភូមិឋានសមិទ្ធផលប៉ុន្មានក្តីសុខសេងសានបានពេញកម្ពុជាផ្សព្វផ្សាយបន្តអគុណសន្តិភាពជ្រាបគ្រប់ភូមិឋានសមិទ្ធផលប៉ុន្មានក្តីសុខសេងសានបានពេញកម្ពុជាអគុណសន្តិភាពអក្សរារាប់រៀបរបៀប5ម៉ាត់បិទផ្សាយចល័តរោងចក្រសង្កាត់វត្តអារាមខ្លោងទ្វារកន្លែងធ្វើការគ្រឹះស្ថានសិក្សាសាលាគ្រប់អាគារជ្រួតជ្រាបគ្រប់គ្នាខ្លាយជាចលនាមហាជនក្រឹកក្រែងកន្លែងធ្វើការគ្រឹះស្ថានសិក្សាសាលាគ្រប់អាគារជ្រួតជ្រាបគ្រប់គ្នាខ្លាយជាចលនាមហាជនក្រឹកក្រែងអគុណសន្តិភាពអគុណរបៀបកាត់តាញ់យុជនគោរពអគុណជនជួយឲ្យផុតទុក្ខសោកសង្រេងខេត្តរៀងធានីក្រសួងមន្ទីរស្ថាប័នផ្សេងទាំងចាស់ទាំងក្មេងឮតែសំឡេងអគុណសន្តិភាពខេត្តរាជធានីក្រសួងមន្ទីរស្ថាប័នផ្សេងទាំងចាស់ទាំងក្មេងឮតែសំឡេងអគុណសន្តិភាពគុណសន្តិភាពបំផុសបាញ់ជ្រាបកម្មករនិយោជិតយុវជននិស្សិតក្រហមបព្វជិតរឹងរិតជ្រួតជ្រាបភាសាគុណលឹងជាគ្រឿងអភិវឌ្ឍម៉ត់ចត់រៀងរៀបអគុណសន្តិភាពគឺស្នេហាជាតិពិសេសជាងស្បាន់ភាសាគុណលឹងជាគ្រឿងអភិវឌ្ឍម៉ត់ចត់រៀងរៀបអគុណសន្តិភាពគឺស្នេហាជាតិពិសេសជាងស្បាន់អនុសាសន៍ពេជ្រសម្ដេចប្រមុខស្ថាបនិកសន្តិភាពជម្រាបរដ្ឋមន្ត្រីអាជ្ញាធរដែនដីអង្គភិបាលខេត្តខណ្ឌដឹកនាំស្រាលស្រង់បំផុងចលនាសាមីស្ថាប័នមូលដ្ឋានសំខាន់ពិសេសយុវជនយុវតីក្រុមប្រាណដឹកនាំស្រាលស្រង់បំផុងចលនាសាមីស្ថាប័នមូលដ្ឋានសំខាន់ពិសេសយុវជនយុវតីក្រុមប្រាណអគុណសន្តិភាពពង្រឹងនៅព្រៀបឈ្នះជាគោលពង្រីកធាតុចូលប្រមូលអភិវឌ្ឍប្រកបសង្សានសំខាន់អស្ចារ្យគឺគ្មាននរណាប្រមាថយើងបានកម្ពុជា
ជាតិតាំងការប្រជាគ្រប់ប្រានអរគុណសន្តិភាពសំខាន់អង្គការគឺគ្មាននរណាប្រមាថយើងបានកម្ពុជាតាំងការប្រជាគ្រប់ប្រានអរគុណសន្តិភាព